នាងខ្ញុំឈ្មោះជាកញ្ញាអាយុ38ឆ្នាំរស់នៅភូមិកសិកម្មសង្កាត់ស្រងាែក្រុងសៀមរាបនិងខេត្តសៀមរាបសប្តាហ៍ថ្ងៃនាងខ្ញុំមានអាជីវកម្មតូចមួយនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាបដែលមានឈ្មោះថាគូប្រេងកាហ្វេមុនពេលនាងខ្ញុំបើកអាជីវកម្មមួយនេះនាងខ្ញុំបានលក់ផលិតផលដែលនាំចូលពីប្រទេសថៃដោយសារតែសង្គ្រាមនាងខ្ញុំក៏សម្រេចចិត្តថាបញ្ឈប់ស្របពេលនោះដែរនាងខ្ញុំក៏បានឃើញព័ត៌មាននៅលើ page របស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដេជោសែនសៀមរាបជ្រើសរើសយុវជនរៀនជំនាញដែលគិតថ្លៃក្នុងវគ្គ C1 1.5 លាននាក់ដែលរួមមានជំនាញដូចជាសាឡនសេវាកម្មកុំព្យូទ័រអគ្គិសនីម៉ាស៊ីនត្រជាក់និងធុរកិច្ចភេសជ្ជៈហើយក៏មានជំនាញផ្សេងជាច្រើនទៀតផងដែរនាងខ្ញុំក៏សម្រេចចិត្តចុះឈ្មោះរៀនជំនាញធុរកិច្ចភេសជ្ជៈព្រោះអីនាងខ្ញុំក៏ជាអ្នកចូលចិត្តញ៉ាំកាហ្វេហើយក៏មានចំណង់ចំណូលចិត្តស្រឡាញ់ខាងផ្នែកឆុងកាហ្វេនិងភេសជ្ជៈផងដែរវិទ្យាស្ថានមិនត្រឹមតែបង្រៀនជំនាញឆុងកាហ្វេនិងភេសជ្ជៈតែមួយមុខទេប៉ុន្តែវិទ្យាស្ថានបានផ្ដល់ជូននៅជំនាញទុនសហគ្រិនភាពផ្ដល់ជូនសិស្សគ្រប់គ្នាផងដែរលោកគ្រូអ្នកគ្រូបានយកចិត្តទុកដាក់បង្រៀនផ្ដល់ចំណេះដឹងជំនាញធ្វើយ៉ាងណាឲ្យសិស្សគ្រប់គ្នារៀនឲ្យចប់ឲ្យចេះឲ្យមានការងារបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះមកនាងខ្ញុំក៏មានភាពជឿជាក់លើខ្លួនឯងខ្លាំងជាងមុនហើយក៏មានផែនការអាជីវកម្មច្បាស់លាស់ផងដែរនាងខ្ញុំជឿជាក់ថានាងខ្ញុំនឹងអាចបើកមុខរបរនេះបានយ៉ាងពិតប្រាកដតាមលទ្ធភាពនិងធនធានដែលនាងខ្ញុំមានលក្ខណៈពិសេសរបស់អាជីវកម្មនាងខ្ញុំគឺផ្ដោតទៅលើស្តង់ដារនៃរសជាតិតែមួយអនាម័យសោភ័ណភាពនិងតម្លៃសមរម្យអាជីវកម្មមួយនេះបានផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់នាងខ្ញុំក៏ដូចជាបានផ្ដល់ឱកាសការងារដល់ក្មេងៗ2នាក់ឲ្យមានការងារធ្វើជំនាញនិងមានថវិកាដើម្បីបន្តការសិក្សារបស់គាត់ទៅថ្ងៃអនាគតផងដែរនាងខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដេជោសែនសៀមរាបដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលដ៏ឥតគិតថ្លៃនេះឡើងដល់ជូនយុវជនគ្រប់រូបជាចុងក្រោយនាងខ្ញុំសូមអំពាវនាវដល់យុវជនគ្រប់រូបដែលមិនទាន់មានជំនាញនិងមានការងារធ្វើសូមមកសាកសួរព័ត៌មាននិងចុះឈ្មោះនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដេជោសែនសៀមរាបដ៏ឥតគិតថ្លៃសូមអរគុណ